បាទខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរប្រិយមិត្តនិងមិត្តទូរទស្សនិកជននៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពនិងជាទីរាប់អានស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទដែលមានឈ្មោះថាខ្មែរ History ដែលចែងតែចែករំលែកបាទនៅព័ត៌មានទាក់ទងទាំងប្រវត្តិសាស្ត្រខ្មែរប្រវត្តិបុគ្គល3រួមទាំងព័ត៌មានផ្សេងជាច្រើនទៀតបាទអរគុណចំពោះប្រិយមិត្តនិងមិត្តទូរទស្សនិកជនដែលបានតាមដាននិងទស្សនាវីដេអូខ្ញុំកន្លងមកបាទថ្ងៃនេះគឺខ្ញុំនឹងលើកយកនៅជីវប្រវត្តិរបស់អ្នកអង្គញាបាទឧត្តមមេត្រីហ៊ុនសានដែលត្រូវជាបងប្រុសបង្កើតទី1របស់សម្ដេចតេជោហ៊ុនសែនមកចែករំលែកទៅដល់ប្រិយមិត្តនិងមិត្តទូរទស្សនិកជនខ្ញុំបាទដឹងច្បាស់ថាប្រកាសជាពុកម៉ែបងប្អូនខ្លះគាត់បានដឹងរួចមកហើយប៉ុន្តែពុកម៉ែបងប្អូនខ្លះទៀតគាត់មិនទាន់បានដឹងនៅឡើយនោះទេខ្ញុំបាទក៏សូមធ្វើការខន្តីនៅភ័យទោសទុកជាមុនប្រសិនបើការអត្ថាធិប្បាយរបស់ខ្ញុំបាទមិនសមរម្យឬក៏មិនប្រោះពិសាខុសត្រូវយ៉ាងណាសូមមេត្តាអធិស្ឋាននិងអនុគ្រោះបាទពីព្រោះខ្ញុំបាទមិនបានឆ្លងកាត់បាទវគ្គសិក្សានៅអ្នកសារព័ត៌មានរយៈពេលវែងឬក៏មានបញ្ញាបត្រនោះទេបាទខ្ញុំធ្លាប់ធ្វើជាអ្នកព័ត៌មានបាទមួយរយៈគឺរយៈពេល6ខែតែប៉ុណ្ណោះបាទសូមអធិស្ឋានផងបាទអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធបាទហ៊ុនសានមានឈ្មោះដើមហ៊ុនឡុងសានកើតនៅថ្ងៃទី6ខែកក្កដាឆ្នាំ1948បាទត្រូវនឹងថ្ងៃអង្គារ15រោចខែចេសឆ្នាំជូតសម្រិតស័កពុទ្ធសករាជ2492នៅភូមិពីមក្រៅឃុំពីមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនៅក្នុងគ្រួសារកសិករដែលមានឪពុកឈ្មោះហ៊ុននាងនិងម្ដាយឈ្មោះឌីប៉ុកបាទលោកជាកូនទី1ក្នុងចំណោមបងប្អូន6នាក់ក្នុងនោះស្រី3នាក់លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវច្រឹងកឹមហិននៅថ្ងៃទី22ខែកុម្ភៈឆ្នាំ1972និងមានបុត្រាបុត្រីចំនួន5នាក់ក្នុងនោះស្រី3នាក់កូនទី1គឺលោកជំទាវហ៊ុនកឹមហៈកូនទី2ឯកឧត្តមហ៊ុនជាកូនទី3ឯកឧត្តមហ៊ុនកឹមជាតិកូនទី4លោកស្រីហ៊ុនចន្ទថុលនិងកូនទី5ជាកូនពៅគឺលោកជំទាវហ៊ុនម៉ានីបាទក្នុងនាមជាកូនកសិករម្នាក់នៅមុនឆ្នាំ1970លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពីមកោះស្នានិងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការនៅភូមិចំការថ្មីឃុំបាទទុនលូងស្រុកមេមត់ខេត្តកំពង់ចាមជាមួយឪពុកម្ដាយនិងក្រុមគ្រួសារនៅដំណាក់កាលសង្គ្រាមឆ្នាំ1970ដល់ឆ្នាំ1975លោកស្ថិតនៅក្នុងតំបន់រំដោះនៃស្រុកកំណើតនិងក្រោយមកប្រជាជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតពីឆ្នាំ1975ដល់ឆ្នាំ1979លោកព្រមទាំងក្រុមគ្រួសារបានរស់នៅនិងឆ្លងកាត់របបដកខ្មៅងឹតគុកឥតជញ្ជាំង3ឆ្នាំ8ខែនិង20ថ្ងៃរបបកម្ពុជាប្រជាធិបតេយ្យដោយប្រជាពលរដ្ឋខ្មែរទូទៅដែរដោយបញ្ញាស្មារតីសមត្ថភាពនិងមនសិការស្នេហាជាតិលោកត្រូវបានតែងតាំងក្នុងមុខនីតិជាបន្តបន្ទាប់រួមមានចាប់ពីឆ្នាំ1979ដល់ឆ្នាំ1980លោកគឺជាយោធាប្រចាំស្រុកទាំងត្រង់ខេត្តកំពង់ចាមពីឆ្នាំ1980ដល់ឆ្នាំ1982លោកត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែកំពង់សោមក្នុងក្រសួងពាណិជ្ជកម្មពីឆ្នាំ1982ដល់ឆ្នាំ2002លោកជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តនៃក្រសួងបាទគមនាគមន៍ពីឆ្នាំ2002ដល់ឆ្នាំ2019លោកជាអគ្គនាយករងនៃភ្នាក់ងារកម្ពុជានិវេចរបាទកម្មសាបពីឆ្នាំ2019ដល់ឆ្នាំ2022ឯកឧត្តមត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនឋានៈស្មាររដ្ឋលេខាធិការនិងពីឆ្នាំ2022ឯកឧត្តមជារដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនរហូតមកដល់បច្ចុប្បន្នក្នុងពលកម្មដើម្បីជាតិសាសនានិងព្រះមហាក្សត្រឯកឧត្តមត្រូវបានប្រោសព្រះរាជទាននៅគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជាគឺថ្នាក់ជាតូបការនិងគោរមងារ
អ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានពីព្រះមហាក្សត្រនៅថ្ងៃទី15ខែកក្កដាឆ្នាំ2023ពេញមួយជីវិតរបស់អាដាមអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិបំពេញការងារសង្គមការងារមនុស្សធម៌ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រនិងអាណាចក្ររួមមានមន្ទីរពេទ្យមន្ទីរឃុំនិងសាលាមត្តេយ្យនៅភូមិខ្សាច់ឃុំអរិយសត្វស្រុកវាអែមខេត្តកណ្ដាលកសាងនិងឆ្លងសមិទ្ធផលនានាជាកេរមរតករបស់អ្នកអង្គញាមហាភក្តីបាសពរិស័កភោគាធិបតីហ៊ុននាងនិងមហាបាសិកាឌីពុកក្នុងវត្តព្រះបារមីវត្តបារមីវង្គតបុរីស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខសកម្មភាពដ៏ដងដមទាំងអស់នេះបានធ្វើឲ្យអាយដាមអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធព្រះសង្ឃនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបាទប្រិយមិត្តនិងមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីរាប់អានបាទនេះគឺជាជីវប្រវត្តិរូបបាទរបស់សម្ដេចហ៊ុនសានបាទឬក៏អ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានបាទដែលជាបងបង្កើតរបស់សម្ដេចតេជោហ៊ុនសែនបាទហើយតកតទៅនឹងប្រវត្តិរូបនេះគឺខ្ញុំបាទសូមបញ្ចប់ទៅតាមនេះហើយខ្ញុំបាទសូមខន្តីអភ័យទោសពីសំណាក់ប្រិយមិត្តនិងមិត្តទូរទស្សនិកជនសាច់ថ្មីម្ដងទៀតប្រសិនបើការអធិប្បាយរៀបរាប់បាទអាននៅអក្ខរាវិរុទ្ធខុសឆ្គងឬក៏លុះមិនសមរម្យកន្លែងណានោះសូមប្រិយមិត្តនិងមិត្តទូរទស្សនិកជនអាចខមមិនខាងក្រោមវីដេអូដើម្បីស្ថាបនានិងកែលម្អផងដែរជាទីបញ្ចប់គឺខ្ញុំសូមចូលរួមរំលែកទុកបាទជាមួយនឹងក្រុមគ្រួសារបាទរបស់សម្ដេចតេជោហ៊ុនសែនក៏ដូចជាក្រុមគ្រួសាររបស់បាទឧត្តមមេត្រីវិសិទ្ធហ៊ុនសានផងដែរបាទអូខេហើយជូនពរដល់ប្រិយមិត្តនិងមិត្តទស្សនិកជនទាំងអស់គ្នាបាទនៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់ជាពិសេសគឺ friend ដែលតែងតែតាមដានទស្សនានៅវីដេអូរបស់ខ្ញុំសូមជួបតែសំណាងល្អមានសុខភាពល្អហើយនឹងមានសុវត្ថិភាពនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាតិកម្ពុជាខាងមុខនេះដែលប្រព្រឹត្តទៅគឺនៅថ្ងៃទី14 15បាទនឹង16ខែមេសាឆ្នាំ2025បាទសូមប្រិយមិត្តនិងជននានុជនទាំងអស់ជួបតែសុភមង្គលរីករាយក្នុងក្រុមគ្រួសារនិងមានសុវត្ថិភាពគ្រប់គ្នាកុំភ្លេចជួបខ្ញុំបាទជាមួយនឹងវីដេអូនិងព័ត៌មានថ្មីបន្តទៀតបាទហើយនៅវីដេអូបន្ទាប់គឺខ្ញុំនឹងលើកយកនៅព័ត៌មានតាក់ទងទៅនឹងការរំជោចដីនៅក្នុងប្រទេសថៃបាទផងដែរថាតើហេតុការណ៍នេះវាមានការបាត់បង់នៅមនុស្សប្រមាណអ្នកហើយត្រូវបានរកឃើញប្រមាណអ្នកកុំភ្លេចរងចាំតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទសូមអរគុណ